ក្រសួងព័ត៌មានបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្នុងដំណាក់កាលទី2នៅមន្ទីរព័ត៌មានថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាវិស័យព័ត៌មាននិងសោតទស្សន៍ដល់មន្ទីរព័ត៌មានក្នុងខេត្តចំនួន9អាយុដំរស់ឋានសនរដ្ឋលេខាធិការក្រសួងព័ត៌មាននិងអាយុដំម៉ៅដងអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់អាយុដំប៉ែនកុសលអភិបាលខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំសិក្ខាសាលាស្តីពីកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្នុងដំណាក់កាលទី2និងការពិនិត្យឡើងវិញនៅមុខងារដែលបានធ្វើប្រតិភូកម្មនៅមន្ទីរព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាវិស័យព័ត៌មាននិងសោតទស្សន៍នៅសាលប្រជុំរំដួលបុរីរដ្ឋបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2025នេះសិក្ខាសាលានេះមានការចូលរួមពីអាយុដំងឿនចាន់លីនប៉ូឡែនអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកខេត្តត្បូងឃ្មុំអាយុដំលោកជំទាវជាប្រតិភូក្រសួងព័ត៌មានលោកធីនស៊ីថាចប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំលោកអភិបាលស្រុកត្បូងឃ្មុំលោកស្រីជាប្រធានមន្ទីរអនុប្រធានមន្ទីរព័ត៌មានមកពីខេត្តចំនួន9ដទៃទៀតរួមមានមន្ទីរព័ត៌មានខេត្តកំពង់ចាមមណ្ឌលគិរីរតនគិរីកំពង់ធំត្បូងឃ្មុំស្វាយរៀងក្រចេះស្ទឹងត្រែងនិងខេត្តព្រៃវែងមានប្រសាសន៍ស្វាគមន៍អាយុដំម៉ៅដងអភិបាលរងខេត្តបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងនោះបច្ចេកវិទ្យាព័ត៌មានស្ថិតនៅមុខទី4នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាយុដំបន្តថាក្នុងដំណាក់កាលបច្ចេកវិទ្យា Digital កាន់តែរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើបបានដើរតួនាទីជំនួសប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងការផ្តល់ព័ត៌មានតាមរយៈបណ្ដាញសង្គមនានាដើម្បីជាប្រភពព័ត៌មានរបស់ខ្លួនទោះជាយ៉ាងណាក្តីដើម្បីដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យានេះទើបមន្ត្រីទាំងអស់ត្រូវយល់ដឹងពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងព័ត៌មានអាយុដំអភិបាលរងខេត្តមានក្តីសង្ឃឹមនិងជឿជាក់ថាសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះនឹងធ្វើឲ្យមន្ត្រីព័ត៌មានក្នុងខេត្តត្បូងឃ្មុំទាំងអស់ទទួលបានចំណេះដឹងបន្ថែមលើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងព័ត៌មានផងដែរជាមួយគ្នានោះដែរអាយុដំរស់ឋានសនរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថាសិក្ខាសាលាស្តីពីកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្នុងដំណាក់កាលទី2និងការពិនិត្យឡើងវិញនៅមុខងារដែលបានធ្វើប្រតិភូកម្មនៅមន្ទីរព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាវិស័យព័ត៌មាននិងសោតទស្សន៍នេះមានគោលបំណងស្នូលគឺការបង្កើនប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាវិស័យព័ត៌មាននិងសោតទស្សន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអាយុដំរដ្ឋលេខាធិការបន្តថាដោយមើលឃើញពីការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា Digital ដែលបានផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដល់ការទទួលបានព័ត៌មានជាពិសេសបញ្ហាព័ត៌មានคล้ายៗទើបក្រសួងព័ត៌មានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនិងការកំណែទម្រង់តាមដំណាក់កាលទី1រហូតដល់ដំណាក់កាលទី2នេះដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីការទទួលយកនៅព័ត៌មានទាំងនោះផងដែរ